ព្រះរាជពិធីច្រត់ព្រះនង្គ័លជាបុណ្យប្រពៃណីជាតិដែលបង្ហាញឲ្យឃើញពីការអនុវត្តបន្តនៅមរតកវប្បធម៌ទំនៀមទម្លាប់ប្រពៃណីដ៏ល្អរបស់បុព្វបុរសខ្មែរជារៀងរាល់ឆ្នាំនៅថ្ងៃទី4រោចខែពិសាខគេតែងប្រារព្ធព្រះរាជពិធីច្រត់ព្រះនង្គ័លដើម្បីប្រកាសបើករដូវធ្វើស្រែចម្ការក្នុងព្រះរាជាណាចក្រកម្ពុជានិងផ្សងមើលផលដំណាំនិងមើលជំងឺដំកាត់សត្វពាហនៈនាឆ្នាំថ្មីខាងមុខតាមធម្មតាគេតែងប្រារព្ធបុណ្យច្រត់ព្រះនង្គ័លនៅទីវាលព្រះស្រែត្រង់វាលព្រះមេដែលជាទីតាំងមានទីធ្លាវាលធំទូលាយស្ថិតនៅជាប់ខាងជើងព្រះបរមរាជវាំងហើយនៅខាងមុខសារមន្ទីរជាតិរាជធានីភ្នំពេញមុនពេលច្រត់ព្រះនង្គ័ល3ថ្ងៃគឺថ្ងៃ1រោចនិង3រោចខែពិសាខព្រាហ្មណ៍រាជគ្រូរៀបចំធ្វើហោមពិធីបូជាទេវរូបដែលស្ថិតក្នុងរោងពិធី5អន្លើនៅទីព្រះស្រែនោះថ្ងៃ4រោចខែពិសាខក្បួនដង្ហែស្ដេចមាឃនិងមេហួរដែលជាតំណាងព្រះមហាក្សត្រព្រមទាំងមន្ត្រីអ្នកច្រត់ព្រះនង្គ័លចេញដំណើរពីព្រះរាមរាជវាំងទៅកាន់ទីព្រះស្រែគេរៀបចំឲ្យស្ដេចមាឃជិះគ្រែស្នែងឯមេហួរជិះអង្រឹងស្នែងដែលមានអ្នកសែង4នាក់និងអ្នកបាំងក្លោសម្នាក់ដោយស្ដេចមាឃដែរមន្ត្រីព្រះបរមរាជវាំងជាច្រើនអ្នកទៀតកណ្ដៀតរែកពូជផលដំណាំហែតាមពីក្រោយគេទឹមគោឧសភរាជ3នឹមត្រៀមចាំនៅខាងមុខរោងពិធីនៅវេលាពេលព្រឹកម៉ោង7កន្លះគេចាប់ផ្ដើមច្រត់ព្រះនង្គ័លពីទិសនិរតីដោយវើស្ដាំស្ដេចមាឃអ្នកភ្ជួរដីកាន់នង្គ័លមួយភ្ជួរដីខាងមុខគេចំណែកឯមន្ត្រីកាន់នង្គ័លពីរទៀតភ្ជួរបន្តបន្ទាប់តាមក្រោយស្ដេចមាឃមេហួរជាអ្នកបាចព្រោះពូជពីក្រោយដីភ្ជួរដែលមានអ្នកកាន់ពូជដើរហែហោមពីក្រោយផងគេធ្វើពិធីនេះរហូតដល់បាន3ជុំទើបបញ្ឈប់បន្ទាប់មកគេដោះគោឧសភរាជចេញពីនឹមរួចឲ្យគោបរិភោគអាហារ7មុខគឺគ្រាប់ពូជស្រូវគ្រាប់សណ្ដែកគ្រាប់ល្ងគ្រាប់ពោតស្មៅស្រស់ស្រានិងទឹកដើម្បីផ្សងមើលផលដំណាំនិងជំងឺសត្វពាហនៈក្នុងពេលនោះប្រសិនបើគោឧសភរាជស៊ីស្មៅទំនាយទេថាសត្វនឹងមានកើតជំងឺបើគោឧសភរាជផឹកស្រាទំនាយទេថានឹងកើតមានចោរកម្មកັບចាក់គ្នាច្រើនបើគោឧសភរាជស៊ីអ្វីក្រៅពីរបស់ទាំងពីរខាងលើទំនាយទេថាផលដំណាំសម្បូរហូរហៀក្រោយមកស្ដេចមាឃនិងមេហួរថ្វាយបង្គំទេវរូបនៅក្នុងរោងមណ្ឌលទិសខាងកើតដោយមានពួកបាគូផ្លុំសាំងឯព្រាហ្មណ៍រាជគ្រូប្រោះព្រំទឹកមុនឲ្យពរជ័យដល់ស្ដេចមាឃនិងមេហួរជាកិច្ចបញ្ចប់ពិធីចាអរគុណច្រើនសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ចាអត្ថបទនេះដកស្រង់ចេញពីសៀវភៅសិក្សាសង្គមថ្នាក់ទី6